តែលោកអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកមានភាពតានតឹងនយោបាយនិងយោធាជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍តើវាជាសង្គ្រាមពិតប្រាកដឬជាការប្រកួតប្រជែងអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ានៅក្នុងវីដេអូនេះយើងនឹងពន្យល់ពីប្រវត្តិនៃការប៉ះទង្គិចនិងសង្គ្រាមត្រង់និងប្រយោលរវាងអ៊ីរ៉ង់និងអាមេរិកចាប់តាំងពីសតវត្សទី20រហូតដល់សម័យបច្ចុប្បន្នអំពីប្រវត្តិនិងដើមហេតុប្រវត្តិនៃភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកចាប់ផ្ដើមតាំងពីឆ្នាំ1953នៅពេលនោះអាមេរិកបានគាំទ្រការធ្វើរដ្ឋប្រហារដើម្បីដកអំណាចពីនាយករដ្ឋមន្ត្រីអ៊ីរ៉ង់ម៉ូហាមេដ ម៉ូសាដេកដែលចង់គ្រប់គ្រងធនធានប្រេងរបស់អ៊ីរ៉ង់ដោយខ្លួនឯងបន្ទាប់មកអាមេរិកបានគាំទ្រស្ដេចអ៊ីរ៉ង់ម៉ូហាមេដ រេសា ផារ៉ាវីឬ Shah of Iran ឲ្យបន្តកាន់អំណាចការគាំទ្រនេះធ្វើឲ្យប្រជាជនជាច្រើននៅអ៊ីរ៉ង់មានអារម្មណ៍ថាអាមេរិកកំពុងជ្រៀតជ្រែងក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេក្រោយមកនៅឆ្នាំ1979បានកើតមានបដិវត្តន៍អ៊ីរ៉ង់ឬ Iranian Revolution ដែលដឹកនាំដោយ Ruhollah Khomeini បដិវត្តន៍នេះបានបញ្ចប់របបស្ដេចអ៊ីរ៉ង់ Mohammad Reza Pahlavi និងបង្កើតរដ្ឋាភិបាលអ៊ីស្លាមនៅអ៊ីរ៉ង់បន្ទាប់ពីបដិវត្តន៍ឆ្នាំ1979ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងព្រឹត្តិការណ៍ធំបំផុតមួយគឺ Iran Hostage Crisis វិបត្តិចំណាប់ខ្មាំងអ៊ីរ៉ង់នៅឡុងឆ្នាំ1979ក្រុមនិស្សិតបដិវត្តន៍អ៊ីរ៉ង់បានចាប់ជនជាតិអាមេរិកជាច្រើននៅស្ថានទូតអាមេរិកនៅទីក្រុងតេហេរ៉ង់ដោយឃុំឃ្លាំងរយៈពេលជាង434ថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នេះអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងលើអ៊ីរ៉ង់និងទំនាក់ទំនងរវាងប្រទេសទាំងពីរបានផ្អាករហូតដល់សព្វថ្ងៃនៅទសវត្សរ៍ទី1980អាមេរិកបានគាំទ្រប្រទេសអ៊ីរ៉ាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ Iraq War ដែលជាសង្គ្រាមធំនៅពេលនោះសង្គ្រាមនេះបានបន្តជាង8ឆ្នាំនិងបណ្ដាលឲ្យមនុស្សរាប់លាននាក់ស្លាប់និងរងរបួសក្រោយមកនៅសតវត្សរ៍ទី21ភាពតានតឹងបានកើនឡើងវិញដោយសារបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាមេរិកនិងសម្ព័ន្ធមិត្តបានព្រួយបារម្ភថាអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបន្ទាប់មកនៅឆ្នាំ2015មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ Joint Comprehensive Plan of Action ដែលអ៊ីរ៉ង់ព្រមកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរប៉ុន្តែអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ2018វិញភាពតានតឹងបានកើនឡើងខ្លាំងម្ដងទៀតនៅឆ្នាំ2020បន្ទាប់ពីអាមេរិកបានវាយប្រហារដោយយន្តហោះដ្រូននិងសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ Qasem Soleimani នៅទីក្រុងបាក់ដាតព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការភ័យខ្លាចថាអាចនាំទៅរកសង្គ្រាមធំនៅតំបន់មជ្ឈិមបូព៌ាអំពីការវិភាគដោយអ្នកជំនាញអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនបានលើកឡើងថាភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកមិនមែនជាសង្គ្រាមត្រង់ទេប៉ុន្តែជាការប្រកួតប្រជែងអំណាចនៅក្នុងតំបន់មូលហេតុសំខាន់រួមមាន 1. អំណាចនៅតំបន់មជ្ឈិមបូព៌ាអាមេរិកចង់រក្សាឥទ្ធិពលនៅតំបន់នេះខណៈអ៊ីរ៉ង់ក៏ចង់ពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ 2. បញ្ហានុយក្លេអ៊ែរប្រទេសជាច្រើនព្រួយបារម្ភថាប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះអាចធ្វើឲ្យមានការប្រកួតប្រជែងអាវុធនៅតំបន់ 3. ក្រុមសម្ព័ន្ធមិត្តក្នុងតំបន់អ៊ីរ៉ង់និងអាមេរិកមានសម្ព័ន្ធមិត្តខុសៗគ្នាដែលធ្វើឲ្យមានការប៉ះទង្គិចដោយប្រយោលនៅប្រទេសជាច្រើនដោយសារហេតុផលទាំងនេះស្ថានភាពរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងរហូតដល់សព្វថ្ងៃសេចក្តីសន្និដ្ឋានសរុបមកប្រវត្តិនៃភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកមានរយៈពេល70ឆ្នាំវាបានចាប់ផ្ដើមពីបញ្ហានយោបាយបន្តទៅសង្គ្រាមប្រយោលទណ្ឌកម្មសេដ្ឋកិច្ចនិងវិបត្តិនយោបាយជាច្រើនរហូតមកដល់សព្វថ្ងៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមិនធម្មតាឡើយហើយពិភពលោកនៅតែតាមដានយ៉ាងជិតស្និទ្ធថាតើភាពតានតឹងនេះនឹងអភិវឌ្ឍទៅជាយ៉ាងណាតើលោកអ្នកគិតថាអ៊ីរ៉ង់និងអាមេរិកអាចសម្រេចបានសន្តិភាពនិងទំនាក់ទំនងធម្មតាវិញនៅពេលអនាគតដែរឬទេសូមចែករំលែកមតិយោបល់របស់លោកអ្នកនៅក្នុង comment ខាងក្រោមហើយកុំភ្លេច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត